ជាទូទៅគេសង្កេតឃើញថាកាលណានិយាយអំពីអគ្គិសនីគេច្រើនតែគិតទៅដល់ Michael Faraday និង Thomas Edison ហើយកាលណានិយាយអំពីប្រព័ន្ធតាក់ទងតាមវិទ្យុគេច្រើនតែគិតទៅដល់អ្នកវិទ្យាសាស្ត្រអ៊ីតាលីឈ្មោះ Guglielmo Marconi ក៏ប៉ុន្តែតាមពិតទៅនៅមានអ្នកប្រាជ្ញដ៏ឆ្នើមម្នាក់ទៀតដែលគេច្រើនតែនាំគ្នាមើលរំលងហើយជាអ្នកប្រាជ្ញដែលបានបន្សល់ទុកនូវស្នាដៃដ៏សំខាន់និងដ៏មានឥទ្ធិពលតែនៅក្នុងវិស័យអគ្គិសនីនៅប្រព័ន្ធតាក់ទងតាមវិទ្យុនោះគឺ Nikola Tesla កើតនៅឆ្នាំ1856នៅក្នុងស្រុកមួយដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសក្រូអាស៊ីក៏ប៉ុន្តែកាលនោះស្ថិតនៅក្នុងទឹកដីនៃចក្រភពអូទ្រីសហុងគ្រី Tesla មានឈាមជ័រជាជនជាតិសេrbីដែលមានឪពុកជាបព្វជិតគ្រីស្ទសាសនានិកាយ Orthodox ចំណែកម្ដាយគឺជាមេផ្ទះក៏ប៉ុន្តែពូកែខាងមេកានិកជំនាញខាងកែច្នៃរបស់ប្រើប្រាស់នៅក្នុងផ្ទះនិងពូកែខាងចងចាំប្រហែលជាកាត់ទៅរកម្ដាយនេះហើយទើប Nikola Tesla ចូលចិត្តខាងវិស្វកម្មអគ្គិសនីផ្ទុយពីបំណងរបស់ឪពុកដែលចង់ឲ្យ Tesla ធ្វើជាបព្វជិតគ្រីស្ទសាសនាតាំងពីតូចមក Tesla ចូលចិត្តធ្វើពិសោធន៍ទៅលើអ្វីៗគ្រប់សពបែបយ៉ាងហើយមានវត្ថុមួយដែល Tesla មានចំណាប់អារម្មណ៍ជាពិសេសជាងគេគឺរហាត់ទឹកនៅថ្ងៃមួយក្រោយពីបានឃើញរូបគំនូរទឹកធ្លាក់ដ៏ធំនៅចន្លោះព្រំដែនអាមេរិកនិងកាណាដាគឺទឹកធ្លាក់ Niagara Tesla បាននិយាយប្រាប់ឪពុកមារបស់ខ្លួនថានៅពេលដែលធំឡើងខ្លួននឹងសង់រហាត់ទឹកដ៏ធំមួយដាក់នៅពីខាងក្រោមទឹកធ្លាក់នេះដើម្បីទាញយកកម្លាំងទឹកមកប្រើប្រាស់ក្តីស្រមៃរបស់ Tesla គឺពិតជាអាចសម្រេចបានមែននៅឆ្នាំ1893នៅពេលដែល Tesla មានវ័យ37ឆ្នាំនិយាយអំពីការអប់រំក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ Tesla បានចូលរៀននៅសាលា Polytechnic ដែលជាសាលាវិស្វកម្មដ៏ល្បីមួយនៅក្នុងប្រទេសអូទ្រីសនៅទីនោះហើយដែល Tesla បានឃើញជាលោកទី1នៅ Dynamo ដែលបង្កើតឡើងដោយវិស្វករបេហ្សិកហើយដែលយកតាមគោលការណ៍របស់ Michael Faraday ដើម្បីផលិតថាមពលអគ្គិសនីក៏ប៉ុន្តែថាមពលដែលផលិតដោយ Dynamo នោះវាគឺជាប្រភេទចរន្តជាប់ដែលហៅតាមភាសាអង់គ្លេសថា Direct Current ឬ DC ក្រោយពីបានឃើញ Dynamo នេះ Tesla បានជជែកជាមួយនឹងគ្រូអំពីវិធីសាស្ត្រនៅក្នុងការបង្កើតម៉ាស៊ីនថ្មីមួយដែលអាចផលិតអគ្គិសនីជាចរន្តឆ្លាស់តាមភាសាអង់គ្លេសថា Alternating Current ឬ AC ក៏ប៉ុន្តែនៅពេលនោះគ្រូបានឆ្លើយតបទៅវិញថាអ្វីដែល Tesla បានលើកឡើងនេះវាគឺជារឿងដែលមិនអាចទៅរួចនោះទេក៏ប៉ុន្តែទោះជាយ៉ាងណា Tesla នៅតែជឿជាក់ថាវាគឺជារឿងដែលអាចធ្វើទៅរួចហើយ Tesla បានចំណាយពេលជាច្រើនឆ្នាំជាបន្តមកទៀតធ្វើការសិក្សាទៅលើវិធីសាស្ត្រផលិតអគ្គិសនីជាចរន្តឆ្លាស់នៅសាលា Polytechnic Nikola Tesla គឺជានិស្សិតដ៏ឆ្នើមម្នាក់ក៏ប៉ុន្តែក៏ជានិស្សិតដែលចំណាយពេលរៀនសូត្រដ៏ច្រើនហួសហេតុផងដែរហួសហេតុរហូតធ្វើឲ្យគ្រូសរសេរសម្បត្តិទៅប្រាប់ឪពុករបស់ Tesla ថាប្រសិនបើទុកបណ្ដោយឲ្យកូនរៀនហួសហេតុបែបនេះ Tesla អាចនឹងត្រូវខូចខួរក្បាលឬក៏អាចត្រូវស្លាប់ដោយសាររៀនក៏អាចថាបានចូលដល់ឆ្នាំទី3ការសិក្សារបស់ Tesla នៅសាលា Polytechnic ចាប់ផ្ដើមជួបនឹងបញ្ហាការចំណាយពេលដ៏ច្រើនសិក្សាទៅលើចរន្តឆ្លាស់ដោយគ្មានបានលទ្ធផលបានធ្វើឲ្យ Tesla បាក់ទឹកចិត្តហើយមុខវិជ្ជាទូទៅផ្សេងទៀតនៅក្នុងសាលាក៏ Tesla លែងចង់រៀនសូត្រនៅពេលនោះ Tesla ចាប់ផ្ដើមដើរលេងស៊ីចាយហើយងប់នឹងល្បែងស៊ីសងរហូតចាញ់អស់លុយកាក់ដែលឪពុកម្ដាយបញ្ជូនឲ្យមករៀននិងជាពិសេសទៅទៀតគឺចាយអស់ទាំងលុយដែលត្រូវយកទៅបង់ថ្លៃសាលានៅទីបំផុតទៅ Tesla ត្រូវគេបញ្ឈប់ពីសាលាដោយមិនបានរៀនចប់សញ្ញាបត្រអ្វីទាំងអស់ក្រោយមកទៀតដោយមានការជួយជ្រោមជ្រែងពីឪពុកព្រមទាំងឪពុកមា Nikola Tesla ក៏បានចូលរៀននៅសាលាថ្មីមួយទៀតនៅឯសាកលវិទ្យាល័យនៅប្រាក់
ក្នុងប្រទេសឆែកបច្ចុប្បន្នក៏ប៉ុន្តែរៀនបានត្រឹមតែ1ឆ្នាំ Tesla ក៏ឈប់រៀនហើយចេញទៅធ្វើការដោយដំបូងទៅធ្វើការឲ្យក្រុមហ៊ុនទូរលេខនៅក្នុងទីក្រុង Budapest ប្រទេសហុងគ្រីនិងបន្តមកទៀត Tesla ទៅធ្វើការឲ្យសាខាក្រុមហ៊ុនអំពូលភ្លើងរបស់ Thomas Edison នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងគិតមកត្រឹមពេលនោះ Thomas Edison គឺជាអ្នកជំនួញនិងជាអ្នកជំនាញខាងអគ្គិសនីដ៏ល្បីឈ្មោះបំផុតមួយទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅអឺរ៉ុបហើយការដែលអាចធ្វើការក្នុងក្រុមហ៊ុនរបស់ Edison វាគឺជាបំណងប្រាថ្នាដ៏ធំមួយរបស់ Nikola Tesla ក្តីស្រមៃកាន់តែធំជាងនេះទៅទៀតគឺ Tesla ចង់ទៅធ្វើការដោយផ្ទាល់ជាមួយនឹង Thomas Edison នៅឯសហរដ្ឋអាមេរិកនៅឆ្នាំ1884ក្រោយពីធ្វើការនៅប៉ារីសបាន2ឆ្នាំ Nikola Tesla ក៏បានសម្រេចធ្វើអន្តរប្រវេសន៍ទៅសហរដ្ឋអាមេរិកហើយបានចូលធ្វើការក្នុងក្រុមហ៊ុនរបស់ Edison នៅក្នុងទីក្រុងញូវយ៉កក៏ប៉ុន្តែ Tesla ធ្វើការនៅទីនោះបានតែប្រមាណជា6ខែប៉ុណ្ណោះក៏លាឈប់ពីការងារដោយសារតែមានទំនាស់ជាមួយនឹង Edison គេដឹងថា Nikola Tesla និង Thomas Edison គឺមានគំនិតផ្ទុយគ្នាស្រឡះតាក់ទងទៅនឹងចរន្តអគ្គិសនី Tesla គឺជាអ្នកដែលមានជំនួយយ៉ាងមុតមាំទៅលើអគ្គិសនីចរន្តឆ្លាស់ចំណែកឯ Edison វិញប្រកាន់គំនិតខាងចរន្តជាប់ហើយរចនាសម្ព័ន្ធក្រុមហ៊ុនរបស់ Edison ទាំងមូលរាប់ចាប់តាំងពីអំពូលភ្លើងអគ្គិសនីនិងទាំងការផលិតនិងចែកចាយថាមពលអគ្គិសនីគឺសុទ្ធតែរៀបចំធ្វើឡើងដោយមានមូលដ្ឋានគ្រឹះទៅលើចរន្តជាប់នេះឯងដូច្នេះនៅក្នុងការបំពេញការងារឲ្យ Edison Tesla មិនអាចយកគំនិតរបស់ខ្លួនតាក់ទងទៅនឹងចរន្តឆ្លាស់ទៅអនុវត្តបាននោះទេដោយត្រូវធ្វើការតែទៅលើចរន្តជាប់ទាំងស្រុងនៅថ្ងៃមួយ Edison បានឲ្យ Tesla សិក្សារកវិធីកែលម្អយន្តការផលិតអគ្គិសនីដោយម៉ាស៊ីនភ្លើងចរន្តជាប់ដោយសន្យាថាប្រសិនបើ Tesla អាចធ្វើបានដោយជោគជ័យនឹងផ្ដល់រង្វាន់ចំនួន$50,000ដែលនៅពេលនោះវាគឺជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពូលគឺប្រហែលជា$1,200,000បើគិតទៅតាមតម្លៃលុយបច្ចុប្បន្នបើទោះបីជាការងារនេះគឺជាការងារខាងចរន្តជាប់ដែលខ្លួនមិនសូវចូលចិត្តក៏ប៉ុន្តែ Nikola Tesla បានខិតខំព្យាយាមទាំងយប់ទាំងថ្ងៃធ្វើការនិងទាំងថ្ងៃឈប់សម្រាកដើម្បីសិក្សាទៅលើបញ្ហាដែល Thomas Edison ដាក់ឲ្យធ្វើរហូតបានទទួលជោគជ័យក៏ប៉ុន្តែនៅពេលដែល Tesla ទៅទារយកប្រាក់រង្វាន់ Edison មិនអោយដោយប្រាប់ Tesla ថាការសន្យាផ្ដល់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះតែក៏ពិតទៅគឺគ្រាន់តែជាការនិយាយលេងតែប៉ុណ្ណោះ Tesla អន់ចិត្តក៏បានដើរចេញឈប់ធ្វើការឲ្យក្រុមហ៊ុនរបស់ Edison ភ្លាមនោះការចាកចេញរបស់ Nikola Tesla មិនទាន់ជាបញ្ហាធំដុំដែលគួរឲ្យ Edison ត្រូវព្រួយបារម្ភនោះទេតរតែប៉ុន្មានឆ្នាំក្រោយមកទៀតទើប Edison ដឹងខ្លួនថាការបណ្តោយឲ្យ Tesla ចេញពីក្រុមហ៊ុនគឺប្រៀបដូចជាលែងខ្លះឲ្យចូលព្រៃបែបនោះដែរពីព្រោះថាចំណេះដឹងខាងចរន្តឆ្លាស់របស់ Nikola Tesla នេះហើយដែលជួយឲ្យក្រុមហ៊ុនជាគូប្រជែងអាចយកឈ្នះលើចរន្តជាប់របស់ Thomas Edison នៅក្នុងការប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញមួយដែលគេច្រើនហៅតាមភាសាអង់គ្លេសថា War of Currents គឺសង្គ្រាមរវាងចរន្តជាប់និងចរន្តឆ្លាស់